ឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះបងប្អូនសាកទាញមើលនៅណានឹងប្រហែលជាបងប្អូនមិនបាច់ទាញក៏បងប្អូនដឹងក្នុងចិត្តរួចទៅហើយថានៅទីណាហើយទីនេះគឺនៅលើកំពូលភ្នំបូកគោបងប្អូនហើយទេសភាពនៅរដូវប្រាំងនេះបត់ថាកន្លែងខ្លះវាមានក្រៀមក្រោះកន្លែងខ្លះក៏ស្រស់បំព្រងប៉ុន្តែសម្រាប់នៅលើភ្នំបូកគោគឺទេសភាពនៅតែស្រស់ដដែលតែដោយសារតានៅតំបន់ខ្លះវាមានក្តៅហួតហែងកន្លែងខ្លះក៏មានទឹកសន្សើមគ្រប់គ្រាន់មានភ្លៀងគ្រប់គ្រាន់ទៅក៏វានៅតាខៀវស្ងាត់ចឹងណាបងប្អូនហើយខ្ញុំបានមកដល់ទីនេះគឺញឹមញាប់ហើយគឺមិនចំណាយទេសម្រាប់ភ្នំបូកគោនេះដោយសារមានទេសភាពប្លែកៗពីគ្នាគួរជាទីគយគន់មែនតើបងប្អូនហើយសូមស្វាគមន៍មកកាន់ដំណើរផ្សងព្រេងរបស់ខ្ញុំមកទឹកដីខេត្តកំពតហើយនៅលើភ្នំបូកគោការធ្វើដំណើររបស់ខ្ញុំនេះគឺឈៀលគឺតាមរយៈម៉ូតូហើយបងប្អូនមកបូកគោអីជិះម៉ូតូខ្ញុំជឿជាក់ថាប្រហែលជា fresh តែបើជិះឡានទេយើងអាចថាយើងប៉ះតែផ្សិនតិចអីចឹងណាបើយើងជិះម៉ូតូទៅយើងបានខ្យល់បរិសុទ្ធហើយអមជាមួយនឹងព្រៃសងខាងហើយបងប្អូនទៅចំរដូវប្រាំងទៀតខ្ញុំជឿថាដឹងញាក់ដឹង fresh ប៉ុណ្ណាបងប្អូនសម្រាប់ខ្ញុំឲ្យតែបានឃើញព្រៃភ្នំឲ្យតែបានឃើញបៃតងឬក៏ភ្លៀងឬក៏សមុទ្រឬទឹកជ្រោះអីគឺខ្ញុំតែងតែអារម្មណ៍ស្រស់ថ្លាទោះជិះម៉ូតូប៉ុន្មានម៉ោងនៅក្នុងការធ្វើដំណើរទីនោះក៏ដោយខ្ញុំតែងតែរីករាយនៅក្នុងការធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងដើម្បីផ្តិតរូបភាពចែកជូនបងប្អូនបានទស្សនាហើយទោះបីថាបងប្អូនបានមកផ្ទាល់ក៏បានរីករាយជាមួយនឹងទេសភាពដែលខ្ញុំផ្តិតជូនបងប្អូនអញ្ចឹងណាបងប្អូនហើយសង្ឃឹមថាបងប្អូនរីករាយនៅវីដេអូរបស់ខ្ញុំមកកាន់ភ្នំបូកគោហើយដូចដឹងស្រាប់ហើយថាភ្នំបូកគោគឺជារមណីយដ្ឋានមួយដ៏ទាក់ទាញហើយអាចថាជារមណីយដ្ឋានប្រវត្តិសាស្ត្រតាំងពីសម័យយូរលង់ណាស់មកហើយបូកគោគេតែងនិយាយថាមកបូកគោទើបតែចាប់ពពកហើយយើងអាចមើលឃើញសមុទ្រអាចមើលឃើញអីគ្រប់បែបយ៉ាងពីលើភ្នំនឹងទៅបងប្អូនអ្វីដែលចាប់អារម្មណ៍គឺបូកគោមានពពកដូចជានៅក្នុងផ្សារផងដែរបងប្អូនហើយវាមិនពិបាកនៅក្នុងការធ្វើដំណើរដូចក្នុងផ្សារទេយើងអាចជិះឡានឡើងក៏បានជិះម៉ូតូឡើងក៏បានហើយវាតាមផ្លូវហ្នឹងក៏វាអាច fresh ដោយសារតែយើងមានឃើញបងប្អូនឃើញអីតលេងបូកគោអីជិះម៉ូតូជុំគ្នាអញ្ចឹងហើយណាមួយផ្លូវកោងអីចេះតែធ្វើអារម្មណ៍យើងឈីលអញ្ចឹងណាបងប្អូនហើយសង្ឃឹមថាវីដេអូនេះវាអាចថាជាចំណែកមួយដ៏ធំនៅក្នុងការធ្វើឲ្យបងប្អូនយើងមានអារម្មណ៍ថាស្រស់ថ្លាពេលដែលបានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយដូចខ្ញុំនេះមកបូកគោញឹកញាប់ដែរបងប្អូនហើយមករត់អាប់រពពោតែមកលោកនេះរៀងអត់សូវ fresh ទេប៉ុន្តែវាទោះបីយ៉ាងណាថាមកគោដៅថាយើងមកចង់មើលពពកមើលអាប់មើលអីអញ្ចឹងតែមកលោកនេះអត់ជួបបងប្អូនតែធម្មជាតិនៅតំបន់នោះនៅខៀវស្ងាត់ឡើយបងប្អូនមិនជាអ្វីបងប្អូនយើងមានឱកាសកងទៅទៀតទេហើយសង្ឃឹមថាបងប្អូនដែលទៅលេងទីនោះបងប្អូនយើងជួយថែរក្សាបរិស្ថានផងហើយទាំងការហូបចុកទាំងអីផ្សេងកុំបោះចោលពីកាលបងប្អូនដោយសារតែយើងថែរក្សាធនធានធម្មជាតិយើងបានហើយយើងត្រូវថែរក្សាបរិស្ថានដែលនៅជុំវិញរបស់យើងទៀតទាំងការហូបចុកទាំងការវិចខ្ចប់ពីក្រោមទៅលើបងប្អូនខ្ញុំជឿថាបងប្អូនយកពីក្រោមឡើងលើភ្នំបានហើយបងប្អូនក៏អាចយកពីលើភ្នំទៅក្រោមវិញបានដែរហើយបើយើងចូលរួមតែម្នាក់បន្តិចសង្គមយើងនឹងល្អប្រសើរនឹងរីកចម្រើនហើយដោយសារខ្ញុំទៅរមណីយដ្ឋានផ្សេងគឺកន្លែងខ្លះមានភាពស្រស់ស្អាតប៉ុន្តែបងប្អូនយើងទៅហូបអីនៅទីនោះញ៉ាំអីទីនោះចោលសម្រាប់ផ្ដេសផ្ដាស់ចឹងទៅធ្វើឲ្យទីនោះលែងមានសោភ័ណភាពដែលស្រស់ស្អាតចឹងណាបងប្អូនហើយសង្ឃឹមថាបងប្អូនដូចបូកគោអីចឹងដូចជាមិនកន្លែងខ្លះមើលទៅវាមិនសូវជាមានសម្រាប់កន្លែងខ្លះមានសម្រាប់ហើយសង្ឃឹមថាបងប្អូននឹងចោលទម្លាប់អាក្រក់ហើយដោយសារយើងទៅយើងរកកន្លែងស្អាត
តែដល់ពេលយើងទៅកន្លែងស្អាតយើងបោះចោលសម្រាប់ប្រេកផ្ដាស់អញ្ចឹងណាបងប្អូនហើយសង្ឃឹមថាបងប្អូននឹងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាហើយលឹងយើងដើរអញ្ចឹងយើងលើកស្ទួយទេសចរនៅក្នុងស្រុករបស់យើងឲ្យរីកចម្រើនហើយយើងក៏បានកាត់បន្ថយការ stress បន្ទាប់ពីនៃហត់ការងារយើងរកពេលសម្រាប់ខ្លួនឯងមួយខែម្ដងឬក៏មួយខែពីរដងឬក៏3ខែម្ដងតាមអ្វីដែលបងប្អូនរៀបចំចង់ដើរអញ្ចឹងណាហើយការដើរទៀតសោតក៏វាជួយលើកស្ទួយសេដ្ឋកិច្ចបងប្អូនដែររស់នៅទីនោះផងដែរហើយបើយើងអត់ដើរផងហើយយើងអត់ចែករំលែកពីតំបន់ទេសចរផងតើប្រជាជនយើងនឹងដឹងអត់អញ្ចឹងដោយក្រសួងទេសចរតែនិយាយថាប្រជាជនម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរម្នាក់ហើយសង្ឃឹមថាបងប្អូនទៅដល់ទីណាបងប្អូនផ្សព្វផ្សាយពីតំបន់នោះហើយថាសាបរិស្ថានទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយដោយតាមផ្លូវមកភ្នំបូកគោនេះមិនជាពិបាកអីទេទើបថាផ្លូវកោងហើយបងប្អូនក៏មានការប្រុងប្រយ័ត្នដែរបងប្អូនកុំគិតថាផ្លូវស្រួលដាក់វឹងអីហ្នឹងអត់បានទេបងប្អូនដោយសារនៅបូកគោមានផ្លូវកោងផ្លូវចោតផ្លូវអីចឹងទៅការបោកក៏យើងត្រូវតែមានស្មារតីទូខុសត្រូវដែរហើយមកបូកគោទៀតសោតកុំភ្លេចចូលថ្វាយបង្គំសុំសេចក្តីសុខសេចក្តីចម្រើនពីលោកយាយម៉ៅផងបងប្អូនហើយបន្ទាប់ពីខ្ញុំមកដល់កន្លែងលោកយាយម៉ៅហើយខ្ញុំក៏បន្តទៅតំបន់កាស៊ីណូចាស់បងប្អូនហើយក៏ជិះកាត់វត្តសំពៅ5ដែរបងប្អូនតែដោយសារតែខ្ញុំមកញឹកញាប់ហើយខ្ញុំក៏អត់បានចូលវត្តសំពៅ5ទេដូចចំការតែចំការអីហើយដោយសារតែខ្ញុំផ្ដោតអារម្មណ៍ផ្ដោតសំខាន់ជាងគេទៅលើពពកលើអាប់ប៉ុន្តែដល់ពេលអត់ជួបពពកជួបអាប់ក៏ធម្មតាវិញទោះបីយ៉ាងណាក៏ខ្ញុំនៅតែថតផ្តិតរូបភាពទេសភាពតាមដងផ្លូវឃើញព្រៃព្រឹក្សាឃើញព្រៃឈើឃើញអីគឺនៅមានភាពស្រស់បំព្រងនៅឡើយបងប្អូនហើយបងប្អូនឃើញដូចឃើញក្នុងវីដេអូអញ្ចឹងឃើញមេឃស្រឡះតេងបងប្អូនហើយមានពពកដែរហើយអត់មានអាប់មានអីទេហើយបូកគោអីចំទៅខែភ្លៀងអីបងប្អូនណាមិនដឹងដូចខ្ញុំចូលចិត្តខែភ្លៀងអញ្ចឹងទៅចេះថាបងប្អូនហើយដូចតាមផ្លូវនៃការធ្វើដំណើររបស់ខ្ញុំដូចខ្ញុំបើកលឿនតិចទេបងប្អូនមិនអាចបើកលឿនបានទេសារឡានខ្លះក៏គាត់បើកលឿនម៉ូតូខ្លះគាត់បើកលឿនហើយមានតែយើងខ្លួនឯងយើងប៉ានស្មានដៃយើងកម្លាំងម៉ូតូយើងអីចឹងបើយើងហ៊ានតែមូលខ្លាំងអាគ្រោះថ្នាក់ហ្នឹងយើងមើលមិនឃើញទេអញ្ចឹងណាបងប្អូនហើយដោយបូកូនេះខ្ញុំមកគ្នា3 4នាក់ដែរហើយដោយសារតាបូកូឲ្យតែនិយាយបូកូបងប្អូនថាបូកូមានអីលើនឹងដឹងតែពិសេសហ្មងបងប្អូនប៉ុន្តែសម្រាប់ខ្ញុំអីក៏ពិសេសដែរឲ្យតែលើបូកូដែលសារវាជាធនធានធម្មជាតិមួយដ៏កម្រនៅទឹកដីប្រទេសកម្ពុជាយើងហើយដូចមានភ្នំជាច្រើននៅស្រុកយើងតែភ្នំខ្លះក៏បាក់ឡើងភ្នំខ្លះក៏ការធ្វើណាក៏ស្រួលអីចឹងណាដូចបូកូយើងទៀតសោតបងប្អូនมันពិបាកទេយើងអាចចាយពេលពីភ្នំពេញឡើងបូកូវល់ល្ងាចក៏បានវាអត់ពិបាកការចំនួនមុនអីសិតឡើងបូកូ2 4 5យប់ដល់អីចឹងណាបងប្អូនហើយសង្ឃឹមថាវីដេអូនេះជាការរួមចំណែកមួយទេសចរដ៏ធំសម្រាប់បងប្អូនយើងដែរបន្ទាប់ពីនេះហត់នឹងការងារមើលវីដេអូនេះទៅសង្ឃឹមថា fresh រីករាយទៅនឹងអត្តភាពបែបហ្នឹងអញ្ចឹងណាបងប្អូនហើយខ្ញុំក៏ជិះម៉ូតូមកដល់ចិត្តដូចជាចិត្តកាស៊ីណូបងប្អូនហើយខ្ញុំមកដល់ទីនេះគឺអត់បានថតអីច្រើនដែរហើយក៏អត់បានសូវថតពីកន្លែងផ្សេងបងប្អូនខ្ញុំបដោតទៅលើផ្លូវសាបងប្អូនហើយមិនជាអ្វីទេសង្ឃឹមថាបងប្អូនមិនសាំញ៉ាំនឹងវីដេអូរបស់ខ្ញុំអញ្ចឹងបងប្អូនហើយបងប្អូនឲ្យមានគូមានអីដប់ចឹងដូចបែរឈឿឡើងបងប្អូនអើយតែមិនអីទេបងប្អូនគង់យូររកគូម្នាក់មួយទៅតែដូចខ្ញុំទៅអត់មានគូផងគូដល់ពេលអញ្ចឹងទៅរៀងសល់ក្រោះដែរបងប្អូនអញ្ចឹងណាហើយដូចតាមផ្លូវដូចជាវីដេអូដូចជាចុះពីលើភ្នំវិញបងប្អូនដោយសារតាមកន្លែងដែលខ្ញុំចុះមកផ្លែហ្នឹងខ្ញុំបានថតទេបងប្អូនខ្ញុំថតតែឥឡូវផ្លូវចុះវិញអីចឹងណាបងប្អូនហើយដោយសារខ្ញុំចុះមករកអីគេកាហ្វេថ្មមុខយៈទៅបើកថ្មី
តែកាហ្វេឆ្ងាញ់បងប្អូនហើយចុះពីលើភ្នំមកជីរ៉ែអីចឹងជជែកគ្នាបណ្ដើមើលទេសភាពបណ្ដើអីចឹងគួយគុណធម្មជាតិបណ្ដើបងប្អូននឹងរីករាយដូចជាខ្ញុំដែរចឹងណាបងប្អូនហើយដូចបុគ្គលមួយគួរតែដាក់មក trip អីគ្នាស្ងាត់ក៏មកស្ងាត់ cancel trip អីចឹងណាបងប្អូនមិនល្អទេស្ងាត់ដាក់មក trip ស្ងាត់ដាក់មក trip ទៅគឺថា trip យើងđangទៅជោគជ័យបងប្អូនបើយើងគិតថាអើយអត់មានពេលដឹងកាលមានពេលយើងគួរតែឆ្លៀតម្ដងម្កាលយូរម្ដងជួបជុំមិត្តភ័ក្តិទៅកន្លែងណាដែលយើងចង់ទៅនិយាយរឿងក្នុងចិត្តនិយាយពីបញ្ហានិយាយពីផលលំបាកនិយាយចែករំលែកគ្នាទៅវិញទៅមកអាហ្នឹងអាចថាវាធូរស្បើយដែរបងប្អូនហើយយើងបានជាមួយនឹងធម្មជាតិត្រជាក់ដូចខ្ញុំសូមជម្រាបបងប្អូនថានៅបូកូបើតែឃើញថ្ងៃក្តៅចាស់អញ្ចឹងថាធៀបពេនអត់ក្តៅអត់អីទេបងប្អូនវាត្រជាក់យកតែមែនតែបងប្អូនដូចបូកូអីបើអ្នកគេបោះតង់យប់ឡើងអីដឹងយកចេញផ្សាយវាត្រជាក់បងប្អូនហើយសង្ឃឹមថាបងប្អូនបានមកលេងដូចខ្ញុំហើយចែករំលែកវីដេអូល្អសកម្មភាពល្អហើយទៅដល់លើនឹងបងប្អូនកុំប៉ណ្ណឹងប្រជែងអីពុកអីប៉ណ្ណឹងប្រជែងអីម៉ូតូអីអាចប៉ះពាល់ដល់អ្នកធ្វើដំណើរខាងក្រោយឬខាងមុខអីចឹងបងប្អូនសង្ឃឹមថាបងប្អូននឹងចូលរួមនៅទស្សនភាពឬក៏សកម្មភាពនានាដែលលើភ្នំអញ្ចឹងណាបងប្អូនហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយជួបគ្នានៅវីដេអូក្រោយបាយបាយ